តាមពិតគឺរឿងធ្វើទុកបុកម្នេញលោករងឈុននេះគឺបានផ្អើលដល់អង្គការអប់រំអន្តរជាតិមួយដ៏ធំដែលបានសរសេរលិខិតមួយទៅកាន់លោករដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាគឺលោកប្រាក់សុខុនដែលលិខិតនេះត្រូវបានខាងបណ្ដាញផ្សព្វផ្សាយយកមកចុះផ្សាយព្រោងព្រាតដែលខ្លឹមសារនៃលិខិតនេះគឺមែនទែនទៅគឺដូចថាចង់ឲ្យកម្ពុជានឹងធ្វើយ៉ាងម៉េចឈប់រដ្ឋបិទសិទ្ធិសេរីភាពផ្នែកនយោបាយរបស់លោករងឈុនតាមពិតរឿងអីដែលតាក់ទងនឹងលោករងឈុនសោះរឿងដែលជាទីប្រឹក្សារបស់គណៈបកកម្លាំងជាតិជាអ្នកនយោបាយជាអ្នកតស៊ូមតិនៅក្នុងសហគមន៍ខ្មែរដែលល្បីក៏ប៉ុន្តែទៅឈឺឆ្អាលអីដល់ខាងអង្គការអប់រំរបស់អន្តរជាតិឯនេះទៅវិញព្រោះធម្មតាអង្គការអប់រំតាក់ទងតែរឿងអប់រំតាក់ទងតែរឿងសិក្សាធិការតាក់ទងតែរឿងគ្រូបង្រៀនរឿងអីអញ្ចេះទេហើយអង្គការអប់រំពិភពលោកហ្នឹងជាអង្គការអីមានទីស្នាក់ការនៅឯណាហើយមានសមាជិកប្រមាណអ្នកអីក៏ឈឺឆ្អាលអីរឿងលោករងឈុនតាក់ទងនឹងនយោបាយនៅស្រុកខ្មែរឯនេះទៅវិញបាទតាមពិតបងប្អូនអង្គការអប់រំអន្តរជាតិនេះហៅជាភាសាអង់គ្លេសថា Educational International គឺ EI Educational International នេះគឺជាស្ថាប័នអប់រំមួយធំដែលមែនទែនទៅជាសហព័ន្ធសហជីពណាវាជាសហព័ន្ធសហជីពដែលអង្គការគ្រូបង្រៀនពិភពលោកតែម្ដងមិនមែនតូចទេធំណាអត់មែនមានផ្ទះល្វែងមួយឬក៏បន្ទប់ពីរអីចឹងហៅថាជាសហព័ន្ធសហជីពអីទេអង្គការនេះគឺជាអង្គការអន្តរជាតិដែលមានសមាជិកទាំងអស់ដែលជាបណ្ដាញរបស់អង្គការនេះគឺ375អង្គការស្ថាប័នបាទច្រើនណាស់375អង្គការស្ថាប័នហើយមានក្រុមគ្រូបង្រៀននៅលើពិភពលោកដែលជាសម្ព័ន្ធរបស់អង្គការនេះ33លាននាក់មិនតិចតែមិន33,000មិន33,000ទេ33លាននាក់ដែលជាសមាជិករបស់អង្គការនេះហើយមែនតើទៅគឺជាបណ្ដាញអង្គការអប់រំគ្រូបង្រៀនអន្តរជាតិមាននៅប្រទេសជាង180ប្រទេសបាទអញ្ចឹងអង្គការនេះស្ទើរតែស្មើនឹងស្ថាប័នអង្គការសហប្រជាជាតិទៅហើយហ្នឹងព្រោះប្រទេស180ប្រទេសនឹងដែនដីហ្នឹងគឺជាសមាជិករបស់អង្គការអប់រំពិភពលោកនេះហើយលិខិតដែលផ្ញើទៅលោកប្រាក់សុខុននេះគឺមានខ្លឹមសារអំពាវនាវជាពិសេសគឺឲ្យឈប់រដ្ឋបិទសិទ្ធិសេរីភាពរបស់លោករងឈុនផ្នែកនយោបាយខ្ញុំជឿថាអង្គការនេះចេញនេះប្រហែលជាក្នុងន័យមួយថាលោករងឈុនលោកធ្លាប់ធ្វើកិច្ចការងារជាប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជាដែរព្រោះអីមានទំនាក់ទំនងជិតស្និទ្ធណាស់ជាមួយនឹងអង្គការអប់រំពិភពលោកនេះដែលកន្លងមកសូម្បីតែនៅក្នុងឆ្នាំ2020កាលពីអំឡុងខែសីហាកាលនោះលោករងឈុនហើយនឹងគ្រូបង្រៀន4-5នាក់ទៀតកាលនោះដែលលោករងឈុននៅជាប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជាហ្នឹងក៏រងការចោទប្រកាន់ចាប់ឃុំខ្លួនរបស់អាជ្ញាធរកម្ពុជាសម័យ COVID-19 នោះមានដោយលោករងឈុនមានលោកសុនធុននៅឯបារាយគ្រូបង្រៀននៅបារាយនៅអីនោះគឺជាប់ដូចសឡកពឹសចឹងដែលកាលហ្នឹងមានអន្តរាគមន៍ពីអង្គការពិភពលោកនេះមួយដែរដើម្បីទាមទារឲ្យដោះលែងទាមទារឲ្យកុំធ្វើទុកបុកម្នេញគ្រូបង្រៀនឥឡូវនេះតកតងនឹងលោករងឈុនដែលមែនតែនទៅក៏នៅតែជាទីប្រឹក្សាក៏នៅតែមានជាប់និន្នាការពាក់ព័ន្ធនឹងកិច្ចការងារសមាគមគ្រូបង្រៀនឬក៏គាត់ធ្លាប់មានការងារនេះធ្វើឲ្យម្យ៉ាងទៀតគឺសិទ្ធិនយោបាយដែលជាសិទ្ធិសកលសិទ្ធិដែលធានាដោយច្បាប់ជាតិនិងអន្តរជាតិផងប៉ះពាល់ដល់សិទ្ធិនៃអតីតឬក៏ស្ថាបនិកអង្គការសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជាបែបនេះធ្វើឲ្យសមាគមគ្រូបង្រៀននៅលើពិភពលោកនេះគេជួយគ្នាដើម្បីជាផ្នែកជាចំហដាក់សម្ពាធឬក៏អាចថាអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងលោករងឈុនឲ្យមានសេរីភាពនយោបាយពេញលេញអីចឹងទៅហើយសារនេះគឺផ្ញើជូនទៅរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាយើងមិនទាន់ឃើញប្រតិកម្មពីខាងភាគីកម្ពុជាយ៉ាងណាទេក៏ប៉ុន្តែរឿងនេះវាមានន័យជាទូទៅវាមិនមែនគ្រាន់តែជាសារអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាលើកលែងទោសឬក៏ដាក់ឈប់រដ្ឋបិទសិទ្ធិនយោបាយប្រគល់សិទ្ធិនយោបាយឲ្យលោករងឈុនវិញប៉ុណ្ណោះទេប៉ុន្តែជាមុខមាត់ជាតិកម្ពុជាទាំងមូលគឺពិភពលោកគឺគេបានដឹងភ្លាមថាកម្ពុជាមានបញ្ហាដោយសារសមាគមគ្រូបង្រៀននេះគឺមានសាខាដល់ទៅ180ចង់និយាយថាមានសមាជិកដល់ទៅជាង30លាននាក់ហើយ375អង្គការហើយនៅប្រទេសសមាជិកហ្នឹង180ប្រទេសហើយនោះដូច្នេះឈ្មោះគេអាស្រូវរបស់កម្ពុជាហ្នឹងគឺថាវាខ្ទរខ្ទារពេញពិភពលោកដូចភ្លើងឆេះព្រៃអញ្ចឹងបើសិនជាយើងអត់ព្រមកែប្រែស្ដារស្ថានភាពនេះជួនកាលកម្ពុជាខ្លួនឯងគិតថាដើម្បីក្រាញអំណាចដើម្បីបកពួកក្រុមខ្លួនហ្នឹងគឺចេះតែធ្វើទុកបុកម្នេញទៅហើយគិតថាពិភពលោកហ្នឹងប្រហែលជាគ្មាននរណាដឹងទេឬក៏មិនដឹង
តាមពិតពិភពលោកគឺគេដឹងរឿងយើងគ្រប់តែគ្នានឹងអត់ដឹងតែរឿងយើងនៅស្រុកខ្មែរដែលចាញ់បោកនយោបាយប្រជាពិធដ្ឋទេឬក៏ដឹងហើយក៏មិនដឹងថាធ្វើអីចេះតែទ្រាំលេបទ្រាំស្ដាប់ទៅបាទឥឡូវនេះខ្ញុំឆ្លេះរឿងនេះប៉ុណ្ណេះខ្ញុំជឿថារដ្ឋាភិបាលកម្ពុជាបើចង់ធ្វើឲ្យមុខមាត់កម្ពុជានេះល្អភ្ញៀវទេសចរយើងក៏ធ្លាក់ខ្លាំងមែនតើដល់ពាក់កណ្ដាលទៅហើយដោយសារតែរឿងចំនួនព្រំដែនដោយសាររឿង scam ដោយសារអំពើពុករលួយដោយសារបញ្ហាសន្តិសុខដោយសារបញ្ហាអីសពបែបយ៉ាងហ្នឹងគឺថាវារឹតរួតច្រើនណាស់អញ្ចឹងយើងត្រូវការស្ដារគ្រប់ហេដ្ឋារចនាសម្ព័ន្ធដើម្បីសេដ្ឋកិច្ចដើម្បីសុខុមាលភាពដើម្បីសុខទុក្ខរបស់ប្រជាពលរដ្ឋយើងឡើងវិញហើយសហគមន៍អន្តរជាតិនៅចាំតែដាក់ទណ្ឌកម្មកម្ពុជាបន្ថែមហើយរឿងលោករងឈុននេះណាក៏ជាផ្នែកមួយនៃការដាក់ទណ្ឌកម្មរបស់សហគមន៍អន្តរជាតិបន្ថែមទៅលើកម្ពុជាដែរបើសិនជាយើងអត់ដោះស្រាយត្រឹមត្រូវទី2គឺតំណាងពិសេសពាណិជ្ជកម្មអាមេរិកស្ដាប់មតិសហគមន៍ខ្មែរដើម្បីកែស្ថានភាពសិទ្ធិការងារនៅកម្ពុជាអឺកម្ពុជាយើងខ្មែរយើងនៅមានភ័ព្វវាសនាដែរទោះជាគេធ្វើទុកបុកម្នេញងើបមួយវាយមួយគេចាប់ធ្វើបាបមេដឹកនាំរបស់ខ្លួនដូចជាលោករងឈុនលោកកម្មសុខាឬអ្នកនយោបាយដទៃទៀតតំណាងសហជីពតំណាងអីផ្សេងទៀតដែលគេបង្ក្រាបឲ្យរៀបដូចកាទៀលក៏ដោយក៏ប៉ុន្តែប្រជាពលរដ្ឋខ្មែរមិនអាយកោពេកទេដោយសារអីសប្តាហ៍ថ្ងៃនេះមានអង្គការមួយនៅខ្មែរនៅក្រៅប្រទេសគឺអង្គការ Save Cambodia ដែលអង្គការនេះគឺជាអង្គការដែលមានក្របខ័ណ្ឌពិគ្រោះយោបល់កម្រិតអន្តរជាតិគឺអង្គការសហជីវជាតិហើយជាញឹកញាប់អង្គការនេះត្រូវបានខាងក្រសួងការបរទេសអាមេរិកនិងសហគមន៍អឺរ៉ុបយកព័ត៌មានឬក៏ឯកសារដែលព័ំនាំពីសហគមន៍ទៅឲ្យគេដឹងឮដើម្បីដោះស្រាយបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាឥឡូវនេះដល់ពេលដែលអង្គការនេះត្រូវបានតំណាងពិសេសពាណិជ្ជកម្មរបស់អន្តរជាតិរបស់អាមេរិកស្នើឲ្យដាក់មតិដើម្បីគាំទ្រតើអាមេរិកគួរចាត់ការយ៉ាងណាទៅលើរដ្ឋាភិបាលកម្ពុជាដែលខកខានម្ដងហើយម្ដងទៀតមិនពង្រឹងសិទ្ធិមនុស្សនិងសិទ្ធិសហជីពសិទ្ធិការងាររហូតតតែគេរកឃើញអំពីការធ្វើពលកម្មដោយបង្ខំតាក់ទងនឹងបញ្ហាសិទ្ធិសហជីពបញ្ហារឿងជួញដូរគ្រឿងញៀនបញ្ហាបំណុលបញ្ហាពុករលួយបញ្ហាកម្មករប្រាក់ឈ្នួលទាបបញ្ហាសិទ្ធិសេរីភាពស្អីសពបែបយ៉ាងហ្នឹងគឺឥឡូវគេគ្រោងនឹងដាក់ពន្ធបន្ថែម10%ទៀតទៅលើប្រទេសកម្ពុជាក្នុងករណីដែលមិនឆ្លើយតបទាន់សភាពការដោះស្រាយបញ្ហាដែលមានហើយអង្គការនេះក៏ប្រមូលស្នាមហត្ថលេខាឬក៏ការគាំទ្រពីប្រជាពលរដ្ឋខ្មែរដើម្បីឲ្យសហរដ្ឋអាមេរិកយកជាជំនួយនៅក្នុងការធ្វើយ៉ាងណាឲ្យរដ្ឋាភិបាលកម្ពុជាកែប្រែហើយបើសិនជាបងប្អូនចង់ដឹងរឿងនេះបន្ថែមទៀតសូមចូលទៅមើលព័ត៌មានវីដេអូសម្ភាសន៍របស់ខ្ញុំជាមួយនឹងកញ្ញាសិនទេវីដែលខ្ញុំសម្ភាសន៍កាលពីថ្ងៃចាក់ផ្សាយកាលពីម៉ោង12ថ្ងៃមិញនេះបងប្អូនចូលទៅមើលក្នុងវីដេអូនៅក្នុង YouTube ណារ៉េតមួងនេះបងប្អូននឹងដឹងព័ត៌មានលម្អិតអំពីតើការជួយអង្គការនេះប៉ុណ្ណាប៉ុន្តែបងប្អូនជួយបានឬមិនបានក៏យ៉ាងហោចណាស់ក៏ជ្រាបព័ត៌មានថាគ្មានខ្មែរក្រៅប្រទេសណាមួយទុកខ្មែរយើងនៅក្នុងប្រទេសចោលទេទោះជានៅក្នុងស្ថានភាពបែបណាគឺយើងនៅតែនឹកគិតជួយគ្នាគ្រប់គ្រាដើម្បីឲ្យទីមួយគឺចង់ឲ្យកម្ពុជាមានសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញរួចផុតពីការងើបមួយវាយមួយហើយនឹងមានតែសហគមន៍អន្តរជាតិទេដែលក្នុងការជួយជាការដាក់សម្ពាធអីខ្លះដើម្បីឲ្យរដ្ឋាភិបាលកែព្រោះអីរដ្ឋាភិបាលសប្តាហ៍ថ្ងៃគឺឥឡូវនេះកំពុងតែត្រដាបបែបនេះគឺត្រូវការពឹងសហគមន៍អន្តរជាតិច្រើនណាស់ជាពិសេសតកតងនឹងការជួយទិញផលិតផលកម្ពុជាពីសហគមន៍អឺរ៉ុបដែលទិញវិញ្ញាណភ័ណ្ឌគ្រឿងធ្វើដំណើរឬសហរដ្ឋអាមេរិកតាមប្រព័ន្ធ GSP អីហ្នឹងដូច្នេះទាំងអស់នេះក៏សុទ្ធតែជាយន្តការដែលធ្វើឲ្យរដ្ឋាភិបាលកម្ពុជាត្រូវតែឆ្លើយតបទៅនឹងអ្វីដែលជាលក្ខខណ្ឌដែលអនុគ្រោះពន្ធហ្នឹងគឺដោយសារតែរដ្ឋាភិបាលគោរពសិទ្ធិមនុស្សជាតបតៃបើយើងបំផ្លាញអាហ្នឹងគឺគេយកអាហ្នឹងមកដាក់ពន្ធដាក់គៀបយើងវិញដូច្នេះរដ្ឋាភិបាលកម្ពុជាគ្មានជំរឿសអ្វីក្រៅពីស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញវាអាចនឹងបានប្រជាប្រិយឬក៏ឲ្យគណៈបកប្រឆាំងមានទឹកមាត់ប្រហែលក្នុងការចូលរួមនយោបាយមែនប៉ុន្តែវាខាតគណៈបកប្រជាជនកម្ពុជាតែវាចំណេញប្រជាពលរដ្ឋទាំង18លាននាក់បាទឥឡូវនេះគឺព័ត៌មានទី3គឺរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបំភ័យបកប្រឆាំងក្រោយអត្ថបទកាសែតឥណ្ឌាលក់មុងចុះផ្សាយប្រឌិតរឿងបរទេសជួយលុយក្រុមប្រឆាំងបងប្អូនតាមពិតពាក្យថាឥណ្ឌាលក់មុងនេះមិនមែនជាភាសារបស់មុងណារ៉េទេអញ្ចឹងហើយបានជាខ្ញុំសរសេរចំណងជើងនេះដាក់ឥណ្ឌាមុងនៅក្នុងឃ្នៀបបាទនេះគឺជាសិល្បៈនៅក្នុងការសរសេរដូចកាសែត Wall Street Journal ដែលសរសេរថា Scambodia អញ្ចឹងគឺបានន័យថា Scambodia ហ្នឹងមិនមែនជាពាក្យរបស់កាសែត Wall Street Journal ទេគ្រាន់តែជាពាក្យរហស្សនាមដាក់ក្រៅដោយអ្នកណាគេប្រើអីអញ្ចឹងទៅហើយយកមកដាក់នៅក្នុងឃ្នៀបនេះដែលមិនមែនជាពាក្យដែលកំណត់ដោយខ្ញុំថាឥណ្ឌាលក់មុងទេខ្ញុំអត់បានហៅកាសែតទាំងអស់នោះថាជាកាសែតឥណ្ឌាលក់មុងទេក៏ប៉ុន្តែអ្នកណាដែលផ្ដើមចេញពីរឿងដែលប្រើពាក្យឥណ្ឌាលក់មុងនេះហើយហេតុអីបានជាចេញរឿងនេះថ្ងៃនេះគឺរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជាលោកសសុខាបង្ហោះសារនៅលើគណនី Facebook ផ្ទាល់ខ្លួនរបស់លោកមួយ
ដោយបន្លាចបាទនិយាយទៅគឺបន្លាចផងបំភ័យផងប៉ុន្តែលោកសសុខាអាចអះអាងថានេះជាការដែលដាស់តឿនក្រើនរំលឹកគណៈបកនយោបាយប្រឆាំងហ្នឹងក៏តែមិនដឹងព្រោះអីលោកដាក់ច្បាប់មួយដែលគាត់ផ្សាយខ្លឹមសារច្បាប់មួយស្ដីអំពីវិសោធនកម្មច្បាប់ពីគណៈបកនយោបាយបងប្អូនអាវិសោធនកម្មច្បាប់ស្ដីពីគណៈបកនយោបាយនេះគឺជាវិសោធនកម្មចង្រៃអុតបាតណាស់និយាយទៅបើលោកសសុខាយកមកផ្សាយនេះគឺជាការគ្រាន់តែចង់ប្រាប់គណៈបកប្រឆាំងថាគេនឹងរំលាយអ្នកទៀតហើយព្រោះហេតុអីខ្ញុំហៅថាវិសោធនកម្មច្បាប់នេះចង្រៃព្រោះច្បាប់មានគ្រប់គ្រាន់អស់ហើយស្រាប់តែគណៈបកប្រជាជនកម្ពុជានឹកឃើញអាម៉េចទៅធ្វើវិសោធនកម្មទៅលើច្បាប់គណៈបកនយោបាយហ្នឹងរំលាយគណៈបកសង្គ្រោះជាតិចោលដកសិទ្ធិនយោបាយពីប្រធានបកគេគឺថានិយាយទៅបន្ថែមមាត្រាទៅកែរដ្ឋធម្មនុញ្ញដើម្បីធ្វើយ៉ាងម៉េចធ្វើទុកបុកម្នេញគណៈបកប្រឆាំងដើម្បីរកលេសរំលាយគេបានគ្រប់ពេលហើយច្បាប់បែបនេះគឺជាច្បាប់មហន្តរាយដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជាយ៉ាងខ្លាំងឥឡូវនេះស្រាប់តែច្បាប់ហ្នឹងចេញមកហើយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកមិនដឹងជាសុកស័ព្ទអីនៅមិនស្ងៀមក៏យកច្បាប់នេះមកផ្សាយដោយដាក់មាត្រាតកតងនឹងមាត្រា40ថ្មីដោយលោកដកស្រង់ចេះថាមាត្រា40ថ្មីគឺគណៈបកនយោបាយដែលប្រព្រឹត្តបទល្មើសនិងមាត្រា29ថ្មីនៃច្បាប់នេះត្រូវផាកពិន័យជាប្រាក់ដោយក្រសួងមហាផ្ទៃចំនួន20លានរៀលក្នុងករណីវិភាគទានដែលគណៈបកនយោបាយទទួលបានដោយល្មើសនៅមាត្រា29ថ្មីនៃច្បាប់នេះមានតម្លៃលើសពី2លានរៀល20លានរៀលត្រូវផាកពិន័យប្រាក់ទ្វេ1ជា2នៃតម្លៃនៃវិភាគទាននោះក្រសួងមហាផ្ទៃអាចសម្រេចផ្អាកសកម្មភាពគណៈបកនយោបាយនេះជាបណ្ដោះអាសន្នក្នុងរយៈពេលមួយកំណត់ក្នុងករណីនៅតែប្រព្រឹត្តល្មើសទៀតផាកពិន័យជាប្រាក់ទ្វេជា2ហើយក្រសួងមហាផ្ទៃអាចប្តឹងរំលាយគណៈបកនយោបាយនេះទៅតុលាការកំពូលទៀតឃើញទេបងប្អូននិយាយទៅយន្តការរបស់នៅកម្ពុជានេះគឺប្រហែលថ្ងៃនេះអារឿងព្រំដែនអត់ព្រមប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិនិងយុត្តិធម៌អន្តរជាតិដើម្បីបានដី67កន្លែងមកវិញឯងនៅតែប្តឹងនៅតែតវ៉ាទាមទារបដិសេធស្នើជូនដំណឹងមិនទទួលស្គាល់លាក់800ដងអត់ប្តឹងគេទេប៉ុន្តែបើអញ្ចេះវិញគឺប៉កែដើម្បីរំលាយខ្មែរគ្នាឯងគណៈបកដែលគ្នារឿបបន្តិចហ្នឹងគឺគម្រាមកំហែងគ្នាហ្នឹងគឺប៉កែហ្មងខ្មែរយើងអារឿងយកដីមកវិញអត់ទេឥឡូវហ្នឹងគឺយើងធ្វើបានអញ្ចឹងយើងជាប់លេខ1ខាងបំផ្លាញខ្មែរគ្នាឯងឃើញទៅយើងយកអាពាកហ្នឹងមកដើម្បីអីដោយសារប្រហែលថ្ងៃហ្នឹងគឺព័ត៌មានពុលពេញបណ្ដាញសង្គមដោយទៅដកស្រង់ពីកាសែតឥណ្ឌាលក់មុងមួយនោះឈ្មោះ Sunday The Sunday Guardian នោះដែលអត់មាននរណាមើលក្រៅពីឥណ្ឌាទេហើយទៅដូច7 8ចឹងផ្លឹបផ្លែតហ្នឹងហើយទៅដកស្រង់ប្រភពហ្នឹងប្រហែលថ្ងៃហ្នឹងគឺក្រសួងមហាផ្ទៃហ្នឹងដកស្រង់ប្រភពហ្នឹងយកមកចេញជាសេចក្តីប្រកាសព័ត៌មានពមមានដល់គណៈបកប្រឆាំងរួចទៅហើយថាមានដកស្រង់តាមសេចក្តីផ្សាយរបស់សារព័ត៌មានឥណ្ឌាលក់មុងឈ្មោះថា The Sunday Guardian នេះគឺថាមានអង្គការរដ្ឋាភិបាលក្រៅប្រទេសឯណាគេនាំគ្នាឲ្យគណៈបកនយោបាយមួយចំនួនផ្ដុំគ្នាទៅគេជួយលុយ2លានដុល្លារឯណាដើម្បីប្រកួតប្រជែងជាមួយនឹងគណៈបកការអំណាចឲ្យឈ្នះឆ្នោតនៅកម្ពុជាអញ្ចឹងហើយព័ត៌មាននេះគឺជាព័ត៌មានប្រឌិតសុទ្ធសាធព្រោះអីព័ត៌មានអត់ដែលមាននរណាផ្សាយសោះនៅលើពិភពលោកនោះមានតែកាសែត The Sunday Guardian ហើយកាសែត The Sunday Guardian នេះត្រូវបានអ្នកប្រឹក្សាផ្នែកសន្តិសុខ Digital លោកង៉ែតម៉ូសេទៅ search ស្រាវជ្រាវរកប្រវត្តិសាវតាឃើញថាកាសែតនេះមែនតែនទៅគឺផ្សាយតែរឿងឥណ្ឌាទេក៏ប៉ុន្តែយូរផ្សាយរឿងខ្មែរនឹងមួយអត្ថបទមួយចាំងពីឆ្នាំ2024នោះនិយាយថា Joe Biden នឹងជួយគណៈបកប្រឆាំងទៅធ្វើឲ្យគណៈនៅស្រុកខ្មែរនឹងគេយកលេសនឹងថាគណៈបកប្រឆាំងបានលុយពីរដ្ឋបរទេសរដ្ឋាភិបាលអាមេរិកផ្ដួលរំលំរដ្ឋាភិបាលឯហ្នឹងទៅទៀតហើយកាសែតហ្នឹងឲ្យក៏បាត់អាសារព័ត៌មានហ្នឹងបាត់ឈឹងពីប្រភពផែនដីយើងទៅក៏ចេញឥឡូវចេញថ្មីមកពីរឿងជួយលុយបកប្រឆាំងទៀតហើយអញ្ចឹងមានការសង្ស័យថាកាសែតនេះត្រូវគេជួលដើម្បីយកអត្ថបទព័ត៌មានយកទៅផ្សាយហើយឲ្យកម្ពុជានឹងយកអត្ថបទហ្នឹងមកធ្វើជាលេសនៅក្នុងការគម្រាមកំហែងគណៈបកប្រឆាំងព្រោះអីវាអត់មានជាកាសែតអីទុកចិត្តអីសោះវាជាកាសែតដែលលោកអ្នកដែលដាក់ឥណ្ឌាលក់មុងហ្នឹងអ្នកណាដែលដាក់ឲ្យចាំខ្ញុំប្រាប់លោកសេងវ៉ាន់លីបាទជាអ្នកវិភាគអ្នកឃ្លាំមើលស្ថានភាពសង្គមហើយដែលសស្រាក់សស្រាំនៅក្នុងការរិះគន់រដ្ឋាភិបាលឥតសំចៃមាត់ដែរហ្នឹងលោកសេងវ៉ាន់លីសរសេរថាអញ្ចឹងគាត់រិះគន់ទៅគណៈបកនិយាយទៅគឺជំហររដ្ឋាភិបាលកម្ពុជាឬក៏ឃោសនិករបស់គណៈបកប្រជាជនកម្ពុជាហ្នឹងគាត់ថាបើទំនេរណាគួរបើកការស៊ើបអង្កេតលើលំហូរលុយបរិច្ចាគទុច្ចរិតពីពួកអក្រិតជនឆបោកវិញនៅទៅឲ្យដែលថាលុយដែលគេបានពីអក្រិតជនឆបោកយកទៅជួយគណៈបកប្រជាជនកម្ពុជានោះជាធ្នូនឹងការការពារអក្រិតកម្មឆបោកបំផ្លាញប្រទេសជាតិជាជាងទៅយកអត្ថបទចុះផ្សាយដោយកសែតឥណ្ឌាលក់មុងបាទមកធ្វើជាមូលដ្ឋានដើម្បីគម្រាមកំហែងគេឯងបើអញ្ចឹងបានពាក្យថាឥណ្ឌាលក់មុងហ្នឹងគឺជា
ពាក្យរបស់លោកសេងវណ្ណលីដែលឲ្យរហ័សនាមទៅលើកាសែត The Sunday Guardian ហ្នឹងហើយកាសែត The Sunday Guardian ហ្នឹងបងប្អូនស្ដាប់ទៅប្រហែលជាច្រឡំ The Guardian មួយដែលជាកាសែតល្បីរបស់អង់គ្លេសមួយដែលល្បីជុំវិញពិភពលោកយកអាពាក្យ Guardian ហ្នឹងមកមានពាក្យ Sunday ប៉ុន្តែជារបស់ឥណ្ឌាទេបាទហើយកាសែតនេះងាយនឹងរងការជួលឲ្យសរសេរយ៉ាងម៉េចបងប្អូនជួយឲ្យសរសេរហ្នឹងអាចរដ្ឋាភិបាលកម្ពុជាឬក៏អាចអ្នកណានៅស្រុកខ្មែរជួលឲ្យសរសេរមួយអត្ថបទហ្នឹង$1000-2000អញ្ចឹងទៅហើយយកទៅចុះផ្សាយទៅហើយទៅតាំងនាំគ្នាទៅដកស្រង់មកដែលអត់មានប្រភពអត់មានអីច្បាស់លាស់អីអញ្ចឹងទៅអាហ្នឹងហើយជារឿងដែលយើងសប្ងៃហ្នឹងយើងអត់មានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យយើងដើរទៅចាប់គេហៅថាទៅរើសយកលាមកយកឬឈើពុកយកមកឆ្លាក់ធ្វើរូបពុទ្ធបដិមាអញ្ចឹងណាបងប្អូនហើយនាំគ្នាគោរពពោតទៅវាធ្វើម៉េចបើយើងវាយ៉ាប់អញ្ចឹងឥឡូវនេះគឺដល់ទៅពេលចេញអាព័ត៌មានដែលមិនពិតហ្នឹងចាប់ផ្ដើមបំផុសទាំងក្រសួងមហាផ្ទៃទាំងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃតាំងគម្រាមបពប្រឆាំងឲ្យគ្នាបាក់បបខ្លោបខ្លាយទៀតហើយទៅក្រម100រាត្រីក្រមស្អីដែលអះអាងថាជាអ្នកស្នងគេមរតកលោកបដិទ្ធកែមលីតែបំផ្លាញដួងព្រលឹងវិញ្ញាណក្ខន្ធលោកបដិទ្ធកែមលីដែលមិនឲ្យស្ងប់សុខនោះគឺនាំគ្នាមកធ្វើយុទ្ធនាការកំចាយគណៈបពប្រឆាំងដោយទាមទារឲ្យគណៈបកកម្លាំងជាតិនឹងផ្ដាច់ខ្លួនចេញពីលោកសំរងស៊ីអញ្ចេះអញ្ចោះចាំមើលបានលេះបន្តិចទៀតមានក្រុមគណៈបកណាមួយក្នុងសម្ព័ន្ធរបស់រដ្ឋាភិបាលនឹងដោយលោកពេជ្រស្រស់អីកាលគណៈបកយុវជនគាត់ដែលចេញមកដាក់ពាក្យប្តឹងរំលាយគណៈបកសង្គ្រោះជាតិទៅក្រសួងមហាផ្ទៃយកលេសហ្នឹងរំលាយគណៈបកសង្គ្រោះជាតិឥឡូវទៅទៀតទៅផ្លូវហ្នឹងទៀតបន្តិចទៀតទៅមានគណៈបកសម្ព័ន្ធគាត់ណាមួយហ្នឹងមកដាក់ពាក្យទៅថាអូឥឡូវនេះបើយោងតាមកសែតឥណ្ឌាលក់មុងនេះឃើញថាមានអង្គការបរទេសរដ្ឋាភិបាលបរទេសណាចង់ជួយលុយគណៈបកក្រៅរដ្ឋាភិបាល3 4ហ្នឹងដើម្បីប្រជង់សម្ព័ន្ធគ្នាយកលុយដើម្បីយកមកឲ្យឈ្នះឆ្នោតនៅស្រុកខ្មែរអីអញ្ចឹងគណៈបកណាមួយដែលក្នុងសម្ព័ន្ធរដ្ឋាភិបាលគណៈបកកណ្ដាលអំណាចហ្នឹងដាក់ពាក្យប្តឹងរំលាយគណៈបកទាំង3ទាំង4ហ្នឹងចោលទៀតរឿងនេះវាទៅផ្លូវហ្នឹងទៀតដែរបងប្អូនប៉ុន្តែអាការឈឺចាប់នឹងអំពើធ្វើបាបធ្វើទុកបុកម្នេញគេនេះណាធ្វើដដែលហើយប្រហែលជាបងប្អូនមួយចំនួនដែលនៅក្នុងជួររដ្ឋាភិបាលឬគណៈបកកណ្ដាលអំណាចហ្នឹងគិតថាប្រជាពលរដ្ឋខ្មែរយើងហូបបាយត្រឡោកមកទៅមិនឃើញអាទង្វើផ្ដេសផ្ដាសហ្នឹងណាហើយខ្ញុំគិតថារឿងនេះគឺអស់លោកកំពុងតែសាបព្រោះការភ័យខ្លាចនិងការធ្វើទុកបុកម្នេញអំពើបាបកាន់តែច្រើនដល់ពេលកាន់តែច្រើនទៅធ្វើឲ្យប្រជាពលរដ្ឋគុំហើយសងសឹកខ្ញុំខ្លាចមែនតើអារឿងទឹកឡើងត្រីស៊ីសមោចទឹកហោចសមោចស៊ីត្រីអត់ព្រមស្ដារអីសោះហើយខ្លាចអីក៏ខ្លាចម្លេះក្រែងគណៈបកអស់លោកហ្នឹងមានទាំងទូរទស្សន៍មានទាំងអឺលុយនិយាយពីលុយចោះចូលមូលដ្ឋានហ្នឹងលុយអុកញ៉ាមហាមន្ត្រីជួយបកគណៈបកប្រជាជនកម្ពុជាឃោសនាបោះឆ្នោតចែកសរងទិញនេះទិញនោះអូយសោកប៉ាន់ស្អីហ្នឹងដែលជារបៀបទិញឆ្នោតដែលខុសគោលការណ៍ដែលអាចនឹងរំលាយគណៈបកការអំណាចនេះបានអត់មាននរណាទៅឈឺក្បាលស៊ើបអង្កេតឲ្យបកចបវិញដូចទីងមងអញ្ចឹងណាធ្វើអីធ្វើទៅគឺធ្វើម៉េចឲ្យតាគេថាគេនឹងគឺបោះឆ្នោតនឹងសេរីត្រឹមត្រូវនឹងយុត្តិធម៌តែនរណាធ្វើអីធ្វើទៅហើយដល់ពេលហើយមករករឿងចឹងទៀតតិចទៀតទៅច្បោកច្បល់ទៀតបង្កើតភាពអយុត្តិធម៌ពេញទឹកពេញដីគ្នារំលាយគណៈបកសង្គ្រោះជាតិអត់រយុត្តិធម៌ឲ្យគ្នាជនរងគ្រោះពេញផ្ទៃប្រទេសឥឡូវហ្នឹងមករករឿងគណៈបកតូចដែលគ្នាបង្កើតដើម្បីយកមកតតាំងដូចជាខ្លាចហួសចុះបើខ្លួនចាត់សឿងជាកូនប្រុសចាត់ជាកីឡាករយើងពាក់កងវាយគ្នាទៅវាថៃហេតុអីក៏ខ្លាចយ៉ាងនេះហេតុអីបានជាយើងនាំគ្នាហូបហ្វីឡុងហ្វីឡេមានលុកលាក់មានយ៉ាវហនឬក៏មានស្អីស្រាហេណាស៊ីអីហើយយើងទៅធ្វើបាបគ្នាដែលរហតែក្ដួចហូបអត់បានហើយឡើងមកប្រកួតហើយយើងចង់ចងមុខគេចងដៃគេហើយយើងទៅភ្ជុងអាញាកណ្ដាលយើងសំបីតែអ្នកហូក៏យើងចាប់ដាក់គុកដែរឲ្យតែហូខាងកីឡាករស្វិតកជីវនោះហើយតែយើងខ្លាចដល់ថ្នាក់នេះតែយើងទៅប្រកួតប្រជែងមានមុខមានមាត់អីនឹងគេយើងទៅអួតយ៉ាងម៉េចគណៈបកមួយដែលដឹកនាំប្រទេស30-40ឆ្នាំអត់មានរឿងអីដែលធ្វើឲ្យប្រសើរប្រឹងតែបំផ្លាញគ្នាបែបនេះតើយើងទៅដល់ពេលណាទៀតខ្ញុំកំពុងតែឆ្ងល់ចង់បានអីឲ្យប្រកបឥឡូវនេះចូលដល់ព័ត៌មានបន្ទាប់ទៀតទស្សនកិច្ចលោកហ៊ុនសែនទៅប្រទេសចិនបានប្រយោជន៍អីខ្លះជូនជាតិបាទថ្ងៃនេះគឺលោកហ៊ុនសែនបានចូលទៅទស្សនកិច្ចដល់ប្រទេសចិនហើយព្រោះគម្រោងគាត់ពីថ្ងៃ25ដល់ថ្ងៃ28ផងហើយក៏ជាឱកាសដែលលោកបានយាងគាត់ចូលគាល់ព្រះមហាក្សត្រខ្មែរដែលកំពុងតែគង់សម្រាប់ព្យាបាលព្រាជរោគនៅឯទីក្រុងប៉េកាំងប្រទេសចិនផងក៏ប៉ុន្តែរូបភាពដែលលោកហ៊ុនសែនទៅប្រទេសចិននេះបានប្រយោជន៍អីមកវិញដល់ជាតិខ្មែរខ្ញុំថាមិនអត់សោះទេព្រោះអីនៅពេលដែលប្រមុខរដ្ឋកម្ពុជាហើយនឹងចិនជួបគ្នាគឺអាចជជែកគ្នាពីរឿងនយោបាយព្រោះគាត់ទៅក្នុងនាមជាប្រធានបកប្រជាជនកម្ពុជាផងទៅជួបប្រធានបកកុម្មុយនីសចិនផងជាប្រធានព្រឹទ្ធសភាផងជាប្រមុខរដ្ឋាភិបាលផងព្រោះជាប្រមុខរដ្ឋស្ដីទីដូច្នេះទៅនឹងគឺពាក់មួក3 4ស្ពីងសពងទៅហើយហេតុអីបានជាលោកហ៊ុនសែនត្រូវការបំពេញទស្សនកិច្ចនៅប្រទេសចិននៅពេលដែលលោកហ៊ុនម៉ាណែតឯណោះទៅវិញទេដែលជានាយករដ្ឋមន្ត្រីដែលគួរតែបញ្ចេញអំពីស្នាដៃរបស់ខ្លួនក្នុងនាមរដ្ឋនិងរដ្ឋ
ក៏ប៉ុន្តែរឿងនេះគឺលោកហ៊ុនសែនជាមិត្តចាស់របស់ចិនយូរហើយឥឡូវអាបញ្ហាពិភពលោកគឺកម្ពុជាឯកោពេកហើយអត់មានប្រទេសណាជាមិត្តរបស់កម្ពុជាជួយដោះស្រាយបញ្ហារឿងដីធ្លីជាពិសេសថៃឈ្លានពាន67កន្លែងហ្នឹងទេដូច្នេះការដែលទៅប្រទេសចិននេះគឺជាការដែលអាចនឹងស្អំចិត្តតាក់ទងនឹងសេដ្ឋកិច្ចកម្ពុជាកំពុងតែធ្លាក់ចុះខ្លាំងទី1បាត់ភ្ញៀវទេសចរច្រើនណាដូច្នេះភ្ញៀវទេសចរសប្តាហ៍ថ្ងៃមកកម្ពុជានឹងនៅតែភ្ញៀវជាតិភ្ញៀវចិនទេណាលំដាប់លេខ1ណាហើយបើបងប្អូនគិតមើលម៉ោងនេះគឺយើងអត់ត្រូវស្និទ្ធអីជាមួយចិនទេមិនចឹងដោយសារតែចិនហ្នឹងឯងដែលបំផ្លាញខ្មែរគ្រប់រឿងអាចឆបោកអនឡាញហ្នឹងគឺថាពួកចិនពួក Mafia ពួកអីហ្នឹងគឺថាក៏ក្រិចគឺធ្វើឲ្យកម្ពុជាបាត់លុយរាប់ពាន់លានដុល្លារខូចមុខមាត់ខូចជាតិយើងខូចសេដ្ឋកិច្ចខូចទេសចរខូចសន្តិសុខសង្គមបញ្ហា100ចំពោះគឺដោយសារតែជនជាតិចិនហ្នឹងឯងក៏ប៉ុន្តែហេតុអីបានជាឥឡូវនេះលោកហ៊ុនសែនទៅចិនទៅវិញទៅនិយាយអីខ្លះតាក់ទងជាមួយនឹងរឿងឆបោកអនឡាញឬក៏សហការអីដូចជាកិច្ចសហការនឹងមានហើយព្រោះអីចាប់បញ្ជូនទៅចិនហើយមិនបាច់ទៅដល់ជួបចិនក៏បានដែរព្រោះអីចិនគេចុះមកដល់ខ្មែរយើងបានមកចាប់ឬក៏សហការគ្នាដកសញ្ជាតិបញ្ជូនទៅចិនដកសញ្ជាតិបញ្ជូនទៅចិនដោយលោកអឺចិនស៊ីលោកលីសុងឥឡូវនេះថ្មីមួយទៀតទៅបញ្ជូនទៅហ្នឹង3នាក់ហើយដែលជាមេខ្លោងធំហ្នឹងដែលហើយឥឡូវនេះអាមេរិកកំពុងដាក់ទណ្ឌកម្មលើជនជាតិចិនដែលមានសញ្ជាតិខ្មែរហ្នឹង9នាក់ទៀតបាទសុំទោសដែលខ្ញុំផ្សាយម្សិលមិញ9នាក់ហ្នឹងទៅអានលេខ9ប្រឆាស់ចេញ6នាក់អីណាអានឡើងរត់មាត់បាត់របស់គេ3នាក់ហើយតិចទៀតដល់រឿងស្ត្រីម្នាក់ដែលឆបបោកនៅអាមេរិកជិត100លានដុល្លារនោះទៅនិយាយដាក់ថា100ដុល្លារឯណាតែគេតាមចាប់ទៅឲ្យលុយ150,000ដូចថាសរសេរលឿនពេកទៅអត់មានលេខាអីជួយប៉ុន្តែខ្ញុំមានភ័ព្វវាសនាដែរបងប្អូនដោយសារលេខាខ្ញុំគឺបងប្អូនទាំងអស់គ្នាជា fans ហ្នឹងហ្មងឲ្យតែឃើញភ្លាមជួយកាយខ្ញុំភ្លាមហើយខ្ញុំសប្បាយចិត្តមែនតើសប្បាយចិត្តត្រង់ថាព័ត៌មានដែលខ្ញុំផ្សាយទៅមានការឆក់ល្វែងមួយចំនួនបងប្អូនដឹងភ្លាមថាខ្ញុំអាចឆក់ល្វែងឬអីមកជួយកែភ្លាមជាជាងការស្ដាប់ទៅជឿខ្ញុំណានេះគឺជាកញ្ចក់ឆ្លោះជួយខ្ញុំបានមែនតើមិនមែនអាជ័យធ្លាក់ទឹកហើយអើបងប្អូនជួយខ្ញុំបានច្រើនណាជួយផ្ទៀងផ្ទាត់ឲ្យខ្ញុំជាអ្នកផ្សាយព័ត៌មានខ្ញុំមិនមែនផ្សាយព័ត៌មានឥតខ្ចោះទេខ្ញុំអាចមានឆក់ល្វែងប៉ុន្តែមិនមែនជាចេតនាធ្វើឲ្យខុសទេហើយបើខុសខ្ញុំរីករាយនឹងកែអត់មានអៀនមាត់នៅក្នុងការកែទេសិលធម៌សុជីវធម៌របស់ខ្ញុំមួយដែលខ្ញុំចាញ់មនុស្សច្រើនណាស់ខ្ញុំខ្សោយជាងគេច្រើនដោយសារតែខ្ញុំងាយនឹងសុំទោសណាព្រោះងាយនឹងសុំទោសចំពោះទង្វើខុសឆ្គងដូចជាផ្សាយឆក់ល្វែងអីខុសពីអ្នកដតីច្រើនណាស់ដែលគឺថាចាប់ក្តារដូចថាចាប់ដូចចាប់អន្ទង់ចឹងគឺថាខុសក៏មិនកែអីចឹងខ្ញុំធ្វើអត់បានខ្ញុំចាញ់គេកន្លែងចឹងដែរខ្ញុំសុំទោស fans របស់ខ្ញុំដែរតែខ្ញុំធ្វើមិនបានខែងរ៉ែងដូចគេទេព្រោះខ្ញុំងាយនឹងសុំទោសនៅចំពោះកំហុសឆ្គងដែលប្រព្រឹត្តដាក់អសិលធម៌អគុណធម៌តែខ្ញុំព្យាយាមកាត់បន្ថយអានេះឲ្យតិចតួចបំផុតឥឡូវចូលដល់រឿងតាក់ទងនឹងការដែលទៅចិននេះបានប្រយោជន៍អីតាមពិតលោកហ៊ុនសែនទៅនេះដើម្បីស្អំចិត្តចិនព្រោះអីសេដ្ឋកិច្ចចិននិងខ្មែរធំណាស់បងប្អូន10,000លានដុល្លារជាងតែយើងនាំទៅចិនយើងនាំបានតិចណាចិនទិញយើង3-4,000លានហ្នឹងគឺគ្រាន់តែជាការដូចថាស្អំចិត្តកុំឲ្យថាចិនអត់ទិញសោះតែចិនអត់ត្រូវការទិញអីទាំងអស់ពីខ្មែរម្ដងទៀតបងប្អូនណាចិនអត់ត្រូវការទិញអីទាំងអស់ពីខ្មែរចិនក៏អត់ត្រូវថៃក៏អត់ត្រូវការទិញអ្វីទាំងអស់ពីខ្មែរព្រោះគេផលិតបានច្រើនជាងខ្មែរហើយណាប៉ុន្តែដើម្បីឲ្យវាមានតុល្យភាពចិញ្ចីមពាណិជ្ជកម្មកុំឲ្យថានាំទៅគេបាក់ទំនប់ហើយអត់ព្រមចង់និយាយចិនគេនាំមកខ្មែរបាក់ទំនប់ថៃគេនាំមកខ្មែរបាក់ទំនប់អត់ព្រមទិញអីរបស់គេខ្លះវាអត់យុត្តិធម៌អញ្ចឹងទៅទិញទៅដូចថៃអីទិញដលងឈើឬក៏ទិញម្ទេសទិញគ្រឿងអីទិញទួចចឹងពីខ្មែរទៅឲ្យគ្រប់កិច្ចហោចិនហ្នឹងគឺទិញស្វាយទិញតង្ងែនទិញចេកទិញអីខ្លះទៅកុំឲ្យអត់សោះតាមពិតចិនគេដាំបានគ្រប់យ៉ាងអ្វីដែលយើងដាំបានហ្នឹងអង្គក៏គេផលិតបានដូចតែយើងអញ្ចឹងដែរច្រើនជាងយកទៅលក់ទីផ្សារពិភពលោកជន់ទីផ្សារដែរអង្គចិនទៀតតែគេហេតុអីបានទិញអង្គខ្មែរគេស្អំចិត្តយើងព្រោះគេប្រមូលទ្រព្យយើងហ្នឹងមួយឆ្នាំ13,000លានដុល្លារអញ្ចឹងគេទិញយើងខ្លះទៅដើម្បីឲ្យស្អំចិត្តព្រោះគេចំណេញនោះវាច្រើនពេកហើយដូច្នេះយើងហ្នឹងក៏ទៅស្អំគ្នាហ្នឹងគឺក្នុងន័យថារឿងទេសចរផងដែរតាក់ទងនឹងចិនសំបីតែទិញយើងតែបន្ទួចក៏ដោយក៏3-4,000លានក៏ច្រើនសម្រាប់ខ្មែរដែរបើអត់ចិនអត់ទិញទៀតយើងចប់ហើយអាហ្នឹងហើយបន្តទៅហ្នឹងអាចក្នុងន័យអញ្ចឹងហើយទេសចរធ្លាក់ចុះ50%នៅខ្មែរមែនតែទេសចរចិននៅតែមានចំនួននាំមុខគេនៅឡើយទេនៅប្រទេសកម្ពុជាអញ្ចឹងសង្ឃឹមលើចិនហ្នឹងទោះជាឆោបោកអីយ៉ាងណាក៏នៅអោបកសោបដែរព្រោះអីបើអត់ចិនយើងដាច់ខ្យល់តែប៉ុណ្្នឹងឯងប៉ុន្តែសួរថាតើតំណែងតំណងចិននេះមានសេដ្ឋកិច្ចអាចជួយបានទេជួយមិនអត់សោះទេដូចខ្ញុំនិយាយចឹងយើងចិនទិញយើង3-4,000លានដែរតែចិននាំមកយើង13-14,000លានឯណោះ
ដូច្នេះវានៅតែឆ្ងាយគ្នាមេឃដីតែយើងបានខ្លះដែរលក់ទៅដើម្បីឲ្យកសិកម្មវិស័យឧស្សាហកម្មកម្ពុជាយើងហ្នឹងក៏នៅតែមានទីផ្សារចិត្តផ្សំគ្នាទៅអាហ្នឹងក៏បានប្រយោជន៍ដែរមិនអត់សោះទេលោកហ៊ុនសែនទៅនេះក៏ប៉ុន្តែបើនិយាយអំពីប្រយោជន៍មួយទៀតគឺតកតងនឹងការរឹតបន្តឹងចំណងមិត្តភាពកម្ពុជានិងចិនមិត្តដៃថែបព្រោះអីពេលនេះខ្មែរកំពុងតែរញៀនណាប្រទេសសេរីគឺគេប្រលេះដៃចោលខ្មែរអស់ហើយគ្មាននរណាគេនៅខាងកម្ពុជាទេជាពិសេសចំនួនជាមួយនឹងថៃនឹងតែម្ដងបានយើងដឹងថាខ្មែរឯកោហើយចិនហ្នឹងក៏មិនមែនថាគ្រប់គ្រងខ្មែរឯដែរណាចិនហ្នឹងគឺចាក់ខ្សែទេពេលដែលឆ្លោះគ្នាជាមួយថៃវាយទម្លាក់គ្រាប់សម្រាប់ទាហានខ្មែរចិនទៅធ្វើសម្ពយុទ្ធយោធាជាមួយថៃតែខ្មែរយើងវាអត់ជំរឿសណាបងប្អូនយើងខ្សោយណាជាតិសាសន៍យើងខ្សោយមែនតើយើងមិនអាចនឹងឈរខែងរែងមឹងរឹងមាំជាជាតិសាសន៍ដែលមានអធិបតេយ្យបានទេគឺយើងបំផ្លាញប្រជាធិបតេយ្យយើងវាយមួយងើបមួយយើងកំទេចខ្ទេចខ្ទីអស់ទៅដល់ពេលអញ្ចឹងយើងคลายទៅជារដ្ឋចំណុះណាបងប្អូនរដ្ឋចំណុះហ្នឹងបានន័យថាសេដ្ឋកិច្ចរបស់យើងគឺចំណុះពឹងទៅលើបរទេសជាពិសេសប្រទេសកុម្មុយនីសដូចចិនដើម្បីបតក់ឲ្យខ្យល់ដកដង្ហើមបើអត់ទេគឺយើងដាច់ខ្យល់ដូច្នេះយើងចេះតែអោបកសោបទៅសម្រាមអីក៏ដោយដូចខ្ញុំនិយាយចឹងយើងរើសរូបបដិមាហើយយើងយកឈើពុកមកឆ្លាក់ធ្វើបដិមាធ្វើទៅម៉េចបើយើងអត់មានឈើក្លឹមឈើអីផងហ្នឹងបើយើងបំផ្លាញខ្ទេចខ្ទីអស់អញ្ចឹងអាសហគមន៍អន្តរជាតិអារឿងណែ hamburger hot dog ឬក៏ឡុកឡាក់អីគឺយើងទាត់គេចោលអស់ដោយសារតែចរិតយើងយកស្ពៃឥឡូវយើងបានស្ពៃចុះឥឡូវរឿងព្រំដែនខ្មែរថៃតើយើងបានប្រយោជន៍អីខ្លះដែរទេអត់ទេព្រោះអីទៅពឹងចិននេះគឺចិនចាក់ខ្សែអត់មានមកនិយាយសូម្បីតែទៅជួបចិនហ្នឹងគឺមែនតើទៅបើអាមេរិកវិញអត់ចង់ឲ្យចិនចូលរួមទៅទៀតបើចង់រកសន្តិភាពឲ្យខ្មែរថៃហ្នឹងគឺលោកត្រាំហ្នឹងមកកាងដេញចេញចិនដេញចិនចេញអញ្ចឹងទៅចិនអត់មានទឹកមាត់នៅក្នុងចំនួនព្រំដែនខ្មែរថៃទេហើយចិនក៏មានប្រយោជន៍ពីថៃច្រើនសន្ធឹកដូច្នេះចិនចាប់ថៃជាងចាប់ខ្មែរខណៈថាខ្មែរទៅអោបចិនដើម្បីស្អំចិត្តប្រជាពលរដ្ឋនិងធ្វើម៉េចឲ្យអាសេដ្ឋកិច្ចដែលមានស្រាប់ហ្នឹងកុំឲ្យវាដាបទៅទៀតដូច្នេះมันមានអីខុសឆ្គងទេប៉ុន្តែបើឲ្យប្រយោជន៍ពីរឿងព្រំដែនអីហ្នឹងអត់មានទេគ្រាន់តែថាអ្វីដែលគួរឲ្យប្លែកហ្នឹងហេតុអីបានជាលោកហ៊ុនម៉ាណែតដែលជាប្រមុខរដ្ឋទៅណាលោកសប្តាហ៍ថ្ងៃហ្នឹងលោកហ៊ុនម៉ាណែតទៅណានាយករដ្ឋមន្ត្រីខ្មែរហ្នឹងបានជាទៅជាលោកហ៊ុនសែនកាន់ប្រទេសទៅវិញអញ្ចឹងនាំគ្នាបោះឆ្នោតឲ្យលោកហ៊ុនសែនជានាយករដ្ឋមន្ត្រីទៅហេតុអីបានជាបោះឆ្នោតឬក៏ទៅមានលោកហ៊ុនម៉ាណែតបើប្រទេសយើងត្រូវតែមានមេដឹកនាំដែលជានាយករដ្ឋមន្ត្រីថាក្រែងថាស្របច្បាប់ឥឡូវនេះទៅជាលោកហ៊ុនសែនជានាយករដ្ឋមន្ត្រីស្របច្បាប់ឯនោះទៅវិញវាមិនខុសអីទេគាត់កាន់អីកាន់ទៅគាត់ថាវាធ្វើអីក៏ដោយនឹងថាវាប្លែកខុសពីអាគោលការណ៍ច្បាប់គោលការណ៍ទំនៀមទម្លាប់ដល់អញ្ចឹងទៅគេធ្វើឲ្យប្រទេសដទៃពិភពលោកគេមើលមកខ្មែរយើងចំអ្នកណាគេជានាយករដ្ឋមន្ត្រីចុះហេតុអីបានជាលោកហ៊ុនសែនចេញសារគម្រាមនេះគម្រាមនោះធ្វើពហិការនេះពហិការនោះតើអ្នកណាឲ្យប្រកាសចបោកចបល់អញ្ចឹងទៅធ្វើឲ្យភាពដឹកនាំរបស់យើងវាចបោកចបល់នៅក្នុងជាឆាកអន្តរជាតិមើលទៅឃើញភាពច្របូកច្របល់ហើយបើច្របូកច្របល់ហើយអ្នកវិនិយោគទិនវិនិយោគិនឬក៏អ្នកចង់មករកស៊ីចង់មកលេងចង់មកអីហ្នឹងក៏គ្នាពិបាកដែរវាប៉ះពាល់ទៅតាមហ្នឹងដែរឥឡូវសួរសំណួរច្រើនណាគេសួរលើតាមបណ្ដាញសង្គមតើមូលហេតុអីបានខ្មែរយើងឆ្លោះគ្នាឯងសំណួរកាន់តែច្រើនទៅហើយក្នុងពេលជាមួយគ្នាហ្នឹងគឺមានបណ្ឌិតខ្មែរម្នាក់នៅរាជបណ្ឌិតសភាសរសេរអត្ថបទមួយដែលគេផ្សាយតាមបណ្ដាញសង្គមព្រាតគឺលោកបណ្ឌិតកិនភៀនហ្នឹងគាត់សួរថាតើគាត់ហៅសង្គមខ្មែរជាសង្គមคล้ายคล้ายខ្ញុំសូមសរសើរលោកបណ្ឌិតកិនភៀដែរដែលខ្ញុំជឿថាម៉ោងនេះប្រហែលជាគណៈបកកណ្ដាលអំណាចឬរដ្ឋាភិបាលចាប់ផ្ដើមប្រឡែងខ្លះដើម្បីកុំឲ្យរដ្ឋបិទខ្លាំងពេកទៅចាប់លោកកម្មសខាដកសិទ្ធិនយោបាយលោករងឈុនលោកស៊ុនចន្ទធីលោកអីអស់អាលីងហើយដូច្នេះប្រឡែងបណ្ឌិតនៅក្នុងជួររដ្ឋាភិបាលរបស់គាត់ហ្នឹងដើម្បីឲ្យហ៊ាននិយាយអីខ្លះទៅមិនធ្វើទុកបុកម្នេញទេប៉ុន្តែនៅចាំគ្រប់គ្រងគ្រប់ពេលព្រោះលោកបណ្ឌិតកិនភៀននៅពេលដែលនិយាយអីក៏ដោយក៏ជាទូទៅលោកនិយាយពីបញ្ហាសង្គមហ្នឹងត្រូវ100%ហើយពីបញ្ហាអសកម្មពីបញ្ហាពុករលួយពីបញ្ហាច្រើនណាស់ក៏ប៉ុន្តែរាល់ពេលគឺលោកតែងតែទម្លាក់កំហុសនេះទៅលើប្រជាពលរដ្ឋណាជាជាងទម្លាក់កំហុសនេះទៅថ្នាក់ដឹកនាំគឺលោកតែងតែគិតថាដោយសារមន្ត្រីខលខូចមន្ត្រីគ្រាប់លពៅដោយសារតែមន្ត្រីនិយាយទៅគឺគាត់បន្ទោសជនរងគ្រោះឬក៏បន្ទោសដែលជាអ្នកអនុវត្តជាងបន្ទោសអ្នកបញ្ជាឲ្យអនុវត្តអានេះគឺបានន័យថាដូចតារឿងបញ្ហាឆបោកចឹងលោកបន្ទោសបញ្ហាឆបោកទៅលើអ្នកដែលជាជនរងគ្រោះនៃអំពើឆបោកលោកអត់ទៅរករឿងមេខ្លោងឆបោកដូចជាអ្នកណាដែលអនុញ្ញាតឲ្យមានអំពើឆបោកនឹងកើតឡើងអីចឹងណាប៉ុន្តែយ៉ាងណាខ្ញុំនៅតែលើកទឹកចិត្តឲ្យលោកគិនភានិយាយបន្តទៅទៀតតែអ្វីដែលសំណួរមានពីបណ្ដាញសង្គមហ្នឹងគេសួរថាតើមូលហេតុអ្វីបានជាខ្មែរយើងឆ្លោះគ្នាឯង
បងប្អូនរឿងនេះខ្ញុំនឹងបកស្រាយលម្អិតនៅថ្ងៃសៅរ៍ថ្ងៃអាទិត្យទៅមានពេលច្រើនគ្រាន់តែខ្ញុំនិយាយយ៉ាងខ្លីខ្មែរឆ្លោះគ្នាឯងគឺដោយសារតែមានខ្មែរមួយក្រុមក្រាញអំណាចបុគ្គលសួនតួបពពួកនិយមនិយាយពីប្រយោជន៍សួនតួអត់និយាយពីប្រយោជន៍ជាតិទេអញ្ចឹងនៅពេលដែលយើងក្រាញអំណាចប្រយោជន៍សួនតួយើងអត់គិតពីប្រយោជន៍ជាតិខ្មែរឆ្លោះគ្នាហើយព្រោះខ្មែរទៀតផ្សេងទៀតគ្នាចង់បានប្រយោជន៍រួមដល់អញ្ចឹងទៅវាខ្ទាស់នឹងប្រយោជន៍បុគ្គល ចឹងក្រុមប្រយោជន៍បុគ្គលដែលមានអំណាចមានអីហ្នឹងគឺនឹងធ្វើច្បាប់កែអីទាំងអស់ដើម្បីបំផ្លាញកម្ចាយក្រុមផ្សេងទៀតបំបិតមាត់នៅពេលដែលបំបិតមាត់ចាប់ដាក់គុកងើបមួយវាយមួយខ្មែរឆ្លោះគ្នាហើយខ្មែរឆ្លោះគ្នាហ្នឹងមិនមែនឆ្លោះគ្នាដោយសារខ្មែរស្អប់ខ្ពើមខ្មែរគ្នាឯងទេដោយសារតែការដែលលៀបពណ៌គ្នាព្រោះអីដូចសម័យខ្មែរក្រហមអញ្ចឹងគឺអ្នកណាតវ៉ាខ្មាំងអ្នកប្រឆាំងគឺខ្មោចហ្មងអត់មានអ្នកណានៅកណ្ដាលមួយទេដល់អញ្ចឹងខ្លាចគេផ្ដួលរំលំរបបខ្មែរក្រហមគឺយកទៅសម្លាប់ចោលទាំងអស់ ឲ្យតែអ្នកចេះដឹងពាក់វ៉ែនតាបញ្ញវន្តឥឡូវនេះដូចគ្នាអញ្ចឹងគឺអ្នកណាតវ៉ាខ្មាំងប្រឆាំងខ្មោចងើបមួយវាយមួយដល់អញ្ចឹងទៅអ្នកផ្សេងទៀតនិយាយខ្ទាស់នឹងរដ្ឋាភិបាលនិងគណៈបកកណ្ដាលអំណាចគឺជាខ្មាំងជាសត្រូវហើយអញ្ចឹងទៅពាក់មុខយ៉ាក់ដាក់គ្នាគឺឆ្លោះគ្នាតែម្ដងព្រោះអីជួនកាលមនុស្សដែលមានសតិសម្បញ្ញៈជាបញ្ញវន្តជាបណ្ឌិតអីហ្នឹងគឺអត់អាចយកខួរក្បាលសម្បញ្ញៈវិចារណញ្ញាណមនសិការឧត្តមគតិនឹងយកមកប្រើបានទេព្រោះប្រើទៅគេនឹង សម្រាប់ចោលគេនឹងធ្វើទុកបុកម្នេញបើគ្រូបង្រៀនគេអត់ឲ្យម៉ោងបង្រៀនបើសិល្បករសិល្បករនីគេលែងឲ្យឡើងឆាកបើសិនជាអ្នករស់ស៊ីគឺគេធ្វើទុកបុកម្នេញទៅរករឿងសពបែបយ៉ាងនៅកន្លែងរស់ស៊ីនិយាយទៅគឺជាប្រជាពលរដ្ឋសាមញ្ញបើជាអ្នកនយោបាយគឺគេធ្វើទុកផ្នែកនយោបាយបើជាសកម្មជនសិទ្ធិមនុស្សគឺគេធ្វើបាបបើជាប្រធានសហជីពកម្មករគឺគេរករឿងគ្រប់យ៉ាងដូច្នេះទៅវាធ្វើឲ្យពួកគាត់ចាប់ផ្ដើមឆ្លោះគ្នាតែម្ដងឆ្លោះគ្នាដោយសារគេបង្កើតក្រុមមួយក្រុមទៀតដើម្បីឲ្យខំគ្នាឆ្លោះគ្នាបែកខ្ទិះហើយដល់អញ្ចឹងខ្មែរបែកបាក់គ្រប់កន្លែងនៅស្រុកក្រៅហ្នឹងក៏អញ្ចឹងដែរឲ្យតែឃើញក្រុមគណៈបកប្រជាជនកម្ពុជានៅណាគឺក្រុមគណៈបកប្រឆាំងទៅឆ្លោះគ្នាហ្មងដោយសារអីដោយសារតែយើងបង្កើតវប្បធម៌ឲ្យលៀបពណ៌ឲ្យខ្មែរឆ្លោះគ្នាដើម្បីប្រយោជន៍សួនតួមកក្រុមបើដើម្បីប្រយោជន៍ជាតិណាខ្មែរអត់ឆ្លោះគ្នាទេហើយដែលយើងធ្វើឆ្លោះគ្នាហ្នឹងក៏ដើម្បីប្រយោជន៍បរទេសដែរព្រោះខ្មែរយើងមានសុភាសិតថាឆ្លោះគ្នាក្នុងគ្រួសារដោយស្រាតកាយាបង្ហាញញាតិឆ្លោះគ្នាក្នុងសង្គមជាតិដូចលាតកំណាប់ទ្របឲ្យចោលយើងបើកដៃឲ្យចោលបរទេសឈ្លានពានលួចយើងតាដូច្នេះបើយើងធ្វើបំផ្លាញខ្មែរគ្នាឯងគឺយើងបំរើបរទេសដែរដោយស្វ័យប្រវត្តិនេះគឺជា logic ទេខ្ញុំមិនចោទប្រកាន់ទេព្រោះបើសិនជាយើងមិនឆ្លោះគ្នាក្នុងគ្រួសារក៏យើងមិនទៅស្រាតកាយាបង្ហាញញាតឲ្យដឹងអំពីដេកលើក្រែនៅជាមួយគ្នាមិននៅជាមួយគ្នាអសមត្ថភាពផ្លូវភេទឬមិនអសមត្ថភាពផ្លូវភេទហែកហួចជេរមានសហាយស្មន់មានស្រីស្នេហ៍មានប្រុសមានស្អីកូននឹងធ្វើនារីរស់ស៊ីផ្លូវភេទយើងហែកអស់ហើយមានអ្នកណាដឹងឥឡូវយើងហែករឿងផ្ទៃក្នុងយើងឲ្យគេអស់ហើយចឹងបានន័យថាយើងបំផ្លាញគ្រួសារដល់តែពេលឆ្លោះគ្នាក្នុងសង្គមជាតិងើបមួយវាយមួយខ្មែរលេបពណ៌ដាក់គ្នាជេរបតិចបាត់ផ្សារអាវ៉ាខ្សែប៉ោឡាយលែងស្គាល់សិលធម៌គុណធម៌គឺយើងលាតកំណត់ទ្របឲ្យចោលបរទេសលួចយើងបានឃើញគេប្លន់យើងគេលួចយើងអស់67កន្លែងយើងទប់មិនបានបើយើងអត់ត្រូវគ្នាផងហ្នឹងយើងទុនទាំងយោធាយើងទុនទាំងស្មារតីយើងទុនទាំងជាតិនិយមយើងបែកបាក់គ្នាអស់ដូច្នេះជាបើនិយាយទៅគឺខ្ញុំមិនចោទប្រកាន់មេដឹកនាំខ្មែរថាបើកដៃឲ្យចោលលួចដីយើងទេប៉ុន្តែយើងរៀបចំដឹកនាំប្រទេសឲ្យចោលលួចដីយើងដល់តែពេលលួចដីយើងប្រជាពលរដ្ឋយើងខ្លោចផ្សារអ្នកដែលបានប្រយោជន៍គឺរដ្ឋបរទេសទៀតយួនហ្នឹងអង្គុយកាបលុយទៀតសប្ងៃហ្នឹងយួនចិនអង្គុយកាបលុយដោយសារបិទព្រំដែនថៃបានដីហើយគេមិនបាច់ឆ្ងល់គេចំណេញដី67កន្លែងហើយវាគ្មានស្អីថ្លៃថ្លាជាងលួចបានដីយើង67កន្លែងតែអាសេដ្ឋកិច្ចហ្នឹងអត់មានបានខ្មែរប្រមាណទេបើតែយើងផលិតអីខ្លួនឯងដោយសារយើងពាក់ឯកាផលិតផលថៃអីវិញហ្នឹងបានតែក្រុមអង្គញាមហាមន្ត្រីអ្នកមានប្រមាណ3-5%ហ្នឹងទេប្រជាពលរដ្ឋធម្មតានៅតែខ្លោចផ្សារប្រាក់ខែកម្មករនៅតែ$210ដដែលហើយយួននៅតែតំណែងនាំមកបាក់ទំនប់ចិនយួនម៉ាឡេសិង្ហបុរីអីមកខ្មែរយើងបានជាតិនិយមឈ្នះតែជាតិនិយមថាអូឥឡូវយើងសេដ្ឋកិច្ចយើងខ្លាំងណាស់ដោយសារខ្មែរយើងចាប់ផ្ដើមគ្រប់គ្រងផលិតផលខ្មែរបើចេះគ្រប់គ្រងផលិតផលខ្មែរពីអាយុមកហើយចាំបាច់អីតឆ្លោះគ្នាមួយថៃបានយើងគ្រប់គ្រង40-50ឆ្នាំហើយយើងពឹងតែដង្ហើមគេដកតែរហូតហេតុអីមកទៅមិនខ្លាំងពេកឆ្លោះគ្នាជាមួយថៃយើងអត់កសាងជាតិយើងឲ្យខ្លាំងមកពេលណាក៏ដោយមិនបាច់ឆ្លោះជាមួយនរណាក៏យើងគ្រប់គ្រងផលិតផលខ្មែរដែរយើងអត់ដែលធ្វើអញ្ចឹងបានផងហ្នឹងហើយតមកឥឡូវមកជាតិនិយមអីណាអូយើងឆ្លោះគ្នាជាមួយថៃល្អដែរដែលធ្វើឲ្យខ្មែរយើងស្រឡាញ់គ្នាគ្រប់គ្រងផលិតផលខ្លួនឯងបោកប្រាស់បើយើងស្រឡាញ់ខ្មែរពីដើមមកយើងអត់ត្រូវឲ្យទំនិញវៀតណាមចូលមកដូចទឹកបាក់ទំនប់ទាំងគីមីទាំងអីបំពុលខ្មែរឈឺកើតរោគមហារីកទៅព្យាបាលតែពេទ្យវៀតណាមពេទ្យអីហ្នឹងចំណេញតែពេទ្យយួនហ្នឹងឲ្យខ្មែរយើងខ្សោះខ្លួនអស់បន្តិចរហូតទៅថៃតិចរហូតទៅសិង្ហបុរីតិចរហូតទៅម៉ាឡេដោយសារឈឺប្រព័ន្ធសុខាភិបាលយើងក៏នៅតែខ្សោយយើងពង្រឹងស្អីគេឲ្យប្រកាស
ដោយសារតែយើងឡាយតែវាយគ្នារវល់តែវាយគ្នាបំផ្លាញគ្នានឹងយើងអស់កម្លាំងខ្លួនឯងណាបងប្អូនយើងអត់បង្រួបបង្រួមគ្នាដល់អញ្ចឹងតើអាហ្នឹងបែកបាក់ជាតិហ្នឹងគឺដោយសារនយោបាយបំផ្លាញគ្នារបស់គណៈបកកណ្ដាលអំណាចហ្នឹងតាខ្មែរពាក់មកយៈនៅគ្រប់កន្លែងអត់មានត្រូវគ្នាមួយទេដោយសារនិយាយតសើគណៈបកប្រឆាំងគេថាក្រុមប្រឆាំងនិយាយរិះគន់រដ្ឋាភិបាលគេថាពួកក្បត់ជាតិគឺលៀបពណ៌អញ្ចឹងហ្មងអត់មានអ្នកណាមករកផ្លូវកដាលផ្សះផ្សាអីទេនិយាយឲ្យទៅទៀមទាដីថៃដែលឈ្លានពានពីយើងបានប្តឹងទៅតុលាការអន្តរជាតិគេថាយើងល្ងងទូពួកល្ងងពួកឈួតលីលាអីណានោះវិញទៀតហ្នឹងក្រុមឃោសនាគណៈបកកណ្ដាលអំណាចគឺគេអញ្ចឹងហ្មងហើយដល់ពេលអញ្ចឹងយើងតែមូលមាត់គ្នាឯណាបើរឿងធម្មតាយើងដូចជាបាត់ពីលាបាត់ណាបាត់ណីអស់ហើយនោះខ្ញុំនឹងនិយាយរឿងនេះនៅថ្ងៃសៅរ៍ចោះបងប្អូនឥឡូវតកតងនឹងរឿងសង្គមคล้ายហ្នឹងខ្ញុំឲ្យបងប្អូនទៅមើលកណនី Facebook របស់លោកបឌិតកិនភៀទៅព្រោះអីលោកសរសេរសង្គមคล้ายហ្នឹងគាត់រៀបរាប់3 4ទំព័រនោះពីរឿងសញ្ញាបត្រคล้ายពីរឿងអូយ100ចម្ពោះបាទគាត់និយាយទៅគឺបើសិនជាឲ្យនិស្សិតបញ្ញវន្តយើងនិយាយប្រសើរ